នេះគឺជា Harvey Lake Tahoe នៅក្នុងរដ្ឋ Nevada កន្លែងនេះស្អាតខ្លាំងណាស់ភ្នំនិងទឹកជួបគ្នាហើយអ្នកខ្លះមកលេងកន្លែងនេះបានលុយច្រើនហើយអ្នកខ្លះទៀតក៏អស់លុយច្រើនដែរប៉ុន្តែនៅឆ្នាំ1980កន្លែងដ៏ស្អាតនេះបានក្លាយទៅជាកន្លែងដែលកើតរឿងធំដែលគេមិនដែលឃើញពីមុនមករឿងនេះបានធ្វើឲ្យប៉ូលីសនិងអ្នកស៊ើបអង្កេតត្រូវវិលមុខជាខ្លាំងហើយក៏បានបន្សល់ទុកស្នាមមិនល្អនៅកន្លែងនេះផងដែរសន្តាគារនិងកាស៊ីណូ Harvey Resort ជាកន្លែងប្រណិតនិងសប្បាយហៀបទៅនឹងកន្លែងដែលគេមកចម្រិតទីលុយរឿងនេះចាប់ផ្ដើមដោយម៉ាស៊ីនមួយដែលមើលទៅដូចជាម៉ាស៊ីនការិយាល័យធម្មតាម៉ាស៊ីននេះធំគួរសមហើយមានគេរុញចូលទៅក្នុងកាស៊ីណូនៅពេលយប់អ្នកស្ដាប់ទៅដូចជាមានសំឡេងរំខានមែនទេប៉ុន្តែហើយវាពិតជាគួរឲ្យធុញទើបថ្ងៃនេះខ្ញុំណែនាំឲ្យស្គាល់ម្ចាស់ឧបត្ថម្ភកម្មវិធីគឺហាងសម្បុក IT សម័យថាអ្នកនរគ្នាត្រូវការកាសគុណភាពត្រូវមិនតែម្ដងនៅហាងគាត់មានកាសជាច្រើនប្រភេទតែខ្ញុំចាប់អារម្មណ៍កាសដែលមាន noise cancelling ជាងគេដូចនៅពេលនេះខ្ញុំកំពុងតែកាត់វីដេអូមួយនេះសំឡេងរំខានពិតជាច្រើនប៉ុន្តែខ្ញុំមាន Soundpit Space Pro ដែលអាចទប់សំឡេងរំខានបានតម្លៃសមរម្យក្រោម$100អ្នកទាំងអស់គ្នាអាចចូលទៅ page Facebook គាត់ដើម្បីឆែកមើលអីវ៉ាន់ប្លែកៗនេះជាអ្វីដែលអ្នកទាំងអស់គ្នាអាចជួយគាំទ្រនឹងការផលិតរបស់ខ្ញុំបានឥឡូវយើងត្រឡប់ទៅរឿងរបស់យើងវិញថ្ងៃក៏កន្លងផុតទៅយូរដែរហើយកាស៊ីណូនៅតែមានមនុស្សច្រើនដដែលដោយមិនដឹងថាមានក្របបែកនៅក្នុងនោះទេបុគ្គលិកម្នាក់បានឃើញរបស់អ្វីដែលចម្លែកពេលដែលគាត់កំពុងពិនិត្យមើលម៉ាស៊ីននោះគាត់បានឃើញខ្សែភ្លើងនិងរបបផ្សេងៗដែលមិនគួរនៅទីនោះគាត់ក៏ឆ្ងល់ថាម៉ាស៊ីននេះមិនមែនធម្មតាទេគាត់ដឹងភ្លាមៗថានេះមិនមែនជាម៉ាស៊ីនការិយាល័យទេវាជាក្របបែកធំមួយដែលគេខ្លែងធ្វើជាម៉ាស៊ីនថតចម្លង IBM ហើយមានផ្ទុកសារធាតុផ្ទុះជាច្រើនដែលអាចបំផ្លាញអគារមួយប្លុកបានកូនសម្បត្តិមួយដែលអ្នកដាក់ក្របបែកដាក់នៅក្បែរនោះគេទាមទារលុយ$3លានជាក្រដាស$100សុទ្ធហើយអ្នកជំរិតចង់ឲ្យគេយកលុយនោះទៅឲ្យគេតាមឧបត្ថម្ភពីកញ្ចក់គេគំរាមថាបើមិនធ្វើតាមទេគេនឹងបំផ្ទុះក្របបែកនោះHarvey Cross ដែលជាម្ចាស់កាស៊ីណូនោះបានបដិសេធមិនព្រមឲ្យលុយទៅគេទេគាត់ជាមនុស្សមានគោលការណ៍រឹងមាំហើយគាត់មិនចោះញោមជាមួយនឹងការចម្រិតទីប្រាក់នោះទេពីព្រោះថាវាអាចបង្កឲ្យមានឧទាហរណ៍អាក្រក់និងលើកទឹកចិត្តឲ្យមានឧក្រិដ្ឋកម្មស្រដៀងគ្នានៅពេលអនាគតប៉ុន្តែគាត់ក៏បានគិតអំពីហានិភ័យផងដែរគាត់ដឹងថាទោះបីជាបង់លុយក៏គេមិនប្រកាសថាក្របបែកនោះនឹងមិនផ្ទុះផងដែរម្យ៉ាងទៀតក្របបែកនោះពិតជាស្មុគស្មាញខ្លាំងណាស់ធ្វើឲ្យការដោះវាឬផ្លាស់ទីមានគ្រោះថ្នាក់ខ្លាំង FBI ក៏ចូលរួមយ៉ាងសំខាន់ក្នុងកិច្ចការនេះដែរពួកគេបានផ្ដល់ដំបូន្មាននិងការណែនាំពីអ្នកជំនាញហើយការវាយតម្លៃរបស់ពួកគេអំពីស្ថានភាពនេះបានជះឥទ្ធិពលយ៉ាងខ្លាំងដល់ការសម្រេចចិត្តរបស់ Harvey Cross ប៉ុន្តែមិនមែនមានន័យថាម្ចាស់កាស៊ីណូមួយនេះផ្លាស់ប្ដូរចិត្តនោះទេពួកគេបង្កើតលុយក្រដាសដែលคล้ายៗដូច្នេះ FBI ក៏រៀបចំឧបត្ថម្ភពីកញ្ចក់មួយជាមួយនឹងលុយ$3លានដែលគេបានរៀបចំយ៉ាងប្រុងប្រយ័ត្នពួកគេបានដាក់អ្នកស៊ើបអង្កេតចូលទៅក្នុងឧបត្ថម្ភពីកញ្ចក់នោះដោយលាក់ខ្លួនហើយសង្ឃឹមថាពួកគេនឹងអាចចាប់ចម្រិតអ្នកទារប្រាក់បានឧបត្ថម្ភពីកញ្ចក់ក៏ហោះឡើងទៅតាមទិសដែលអ្នកចម្រិតទារប្រាក់បានប្រាប់ពួកគេហោះតាមតំបន់ភ្នំនិងព្រៃឈើដ៏ស្រស់ជាងងំពេលនោះពួកគេមានអារម្មណ៍ថាដូចជាកំពុងតែលេងល្បែងឆ្មាចាប់កណ្ដុរក្រុមប៉ូលីសដឹងថាអ្នកចម្រិតទារប្រាក់កំពុងតែមើលពួកគេពីកន្លែងណាមួយប៉ុន្តែអ្វីៗមិនបានប្រព្រឹត្តទៅតាមផែនការនោះទេនៅពេលដែលឧបត្ថម្ភពីកញ្ចក់ចុះចតនៅកន្លែងដែលគេបានកំណត់គ្មាននរណាម្នាក់មកយកលុយនោះទេអ្នកចម្រិតទារប្រាក់ហាស់បីដូចជាបាត់ខ្លួនយ៉ាងអាត់កំបាំងអ្នកស៊ើបអង្កេតបានឆែកឆេរគ្រប់ទីកន្លែងប៉ុន្តែរកអ្វីមិនឃើញសោះពួកគេដឹងថាពួកគេបានបរាជ័យអ្នកចម្រិតទារប្រាក់បានធ្វើការងារនេះយ៉ាងល្អពួកគេបានធ្វើឲ្យប៉ូលីសនិង FBI ដើរតាមផែនការរបស់ពួកគេប៉ុន្តែនេះជាការបរាជ័យដ៏ធំមួយហើយក៏ជាមេរៀនមួយដ៏សំខាន់ផងដែរពួកគេដឹងថាពួកគេត្រូវតែប្រុងប្រយ័ត្នជាងមុននិងរៀបចំផែនការឲ្យល្អជាងមុននៅក្នុងប្រតិបត្តិការលើកក្រោយក្រឡេកទៅមើលកាស៊ីណូវិញមនុស្សទាំងអស់នៅក្នុងកាស៊ីណូត្រូវបានជម្លៀសចេញក្រុមអ្នកដោះក្របបែកត្រូវធ្វើការងារដែលពិបាកខ្លាំងក្របបែកនោះមិនមែនដូចអ្វីដែលគេធ្លាប់ឃើញនោះទេវាមានខ្សែភ្លើងច្រើនណាស់គន្លឹះនិងឧបករណ៍កំណត់ម៉ោងវាជាក្របបែកដែលគេធ្វើមកយ៉ាងល្អដើម្បីសម្លាប់មនុស្សគេបានថតអិចរ៉េមើលក្របបែកនោះហើយឃើញថាវាមានភាពស្មុគស្មាញខ្លាំងណាស់ម៉ោងបានកន្លងផុតទៅយ៉ាងយូរគ្រប់គ្នាមានអារម្មណ៍ភ័យខ្លាចរាល់ពេលដែលនាឡិកាដើរគ្រោះថ្នាក់ក៏កាន់តែជិតមកដល់ពួកគេបានព្យាយាមដោះក្របបែកនោះប៉ុន្តែវាស្មុគស្មាញខ្លាំងនិងមិនអាចទាយទុកមុនបានទេ FBI គ្មានជំរឿសអ្វីក្រៅពីព្យាយាមបំផ្ទុះក្របបែកនៅទីកន្លែងនោះទេពួកគេគិតថាការបំផ្ទុះវាចោលគឺល្អជាងឲ្យវាផ្ទុះនៅកន្លែងដែលមានមនុស្សច្រើនការផ្ទុះនោះខ្លាំងណាស់កម្លាំងនៃការផ្ទុះបានបំផ្លាញកាស៊ីណូទុកឲ្យកន្លែងនោះពោពេញទៅដោយការខូចខាត
ប៉ុន្តែអស្ចារ្យណាស់គ្មាននរណាម្នាក់ស្លាប់នោះទេការស៊ើបអង្កេតបានចាប់ផ្ដើមភ្លាមៗគេបានតាមរកអ្នកដែលដាក់គ្រាប់បែកនោះ FBI បានប្រមូលភស្តុតាងហើយបានរកឃើញថាគ្រាប់បែកនោះធ្វើឡើងដោយមនុស្សមានជំនាញខ្ពស់ចូលដល់វគ្គកំ pl ហើយនេះគឺជាកូនប្រុសរបស់ Burgess ធ្លាប់មានសង្សារចាស់មួយហើយខ្លួនគេបានប្រាប់រឿងគ្រាប់បែកនោះទៅសង្សារខ្លួននៅពេលដែលត្រូវគ្នាឥឡូវពួកគេពីរនាក់នេះបានបែកគ្នាហើយពេលមានរឿងហេតុនោះកើតឡើងនារីជាសង្សារបានប្រាប់រឿងនេះតទៅសង្សារថ្មីនាងហើយគាត់នោះក៏បានប្រាប់ទៅ FBI តទៀត FBI បានតាមដានតម្រុយដែលគេរកឃើញហើយតម្រុយនោះបាននាំគេទៅរក John Burgess SR ដែលជាបុរសដែលមានគំនុំនិងមានទេពកោសល្យក្នុងការធ្វើគ្រាប់បែកគាត់បានឲ្យកូនប្រុសរបស់គាត់និងអ្នកផ្សេងទៀតជួយគាត់ផុសតាំងប៉ុណ្ណេះគ្រប់គ្រាន់ដើម្បីចាប់ពួកគេបានរកឃើញថា Burgess បានលួចគ្រឿងផ្ទុះពីការដ្ឋានសំណង់មួយ Burgess និងអ្នកជួយគាត់ត្រូវបានចាប់ខ្លួននិងកាត់ទោសការកាត់ទោសនោះបង្ហាញថាមនុស្សខ្លះអាចធ្វើរឿងអាក្រក់បានច្រើនដើម្បីលុយ John Burgess ត្រូវបានគេកាត់ទោសឲ្យជាប់គុកអស់មួយជីវិតគាត់បានស្លាប់នៅក្នុងគុកក្នុងឆ្នាំ2014សន្តាគារនិងកាស៊ីណូ Harvey Resort ត្រូវបានសាងសង់ឡើងវិញដែលជាសញ្ញានៃការតស៊ូហើយហេតុការណ៍មួយនេះបានផ្លាស់ប្ដូររបៀបដែលគេការពារកន្លែងសាធារណៈវាក៏បានបង្ហាញថាសូម្បីតែកន្លែងស្អាតក៏មានរឿងអាក្រក់កើតឡើងបានដែរប៉ុន្តែវាក៏បានបង្ហាញពីភាពខ្លាំងរបស់មនុស្សដែលអាចសាងសង់និងបន្តទៅមុខទៀត